តាំងពីម៉ែទៅផ្ទះទៅរៀនធ្វើម្ហូបញ៉ាំខ្លួនឯងបងប្អូននេះបងឆ្ងល់ថាអានេះគេយកឬក៏មិនយកនេះខ្ញុំឆាផ្កាស្បៃបងប្អូនវីដេអូនេះរឿងយូរបន្តិចទេបងប្អូនហើយខ្ញុំចិត្តវាចំណុចតិចតួចទេបងប្អូនដើម្បីឆាងាយស្រួលចឹងថាបញ្ចេញការងារគឺម្ហូបឆ្អិនណាបងប្អូនហើយព្រោះអីម៉ែគាត់ធ្វើហើយចឹងខ្ញុំថាចាំខ្ញុំមកចាំខ្ញុំជួយធ្វើចឹងមិនអីមកដល់គឺគាត់ធ្វើឆ្អិនហើយបងប្អូនហើយចឹងហីអត់សូវប៉ិនធ្វើម្ហូបអីបានទេបងប្អូននេះចេះអ្វីដែលយើងថាអាចធ្វើញ៉ាំបានចឹងបងប្អូនគាត់ថាការងារខ្ញុំលើកយូរចឹងបងប្អូនចឹងហើយគាត់នៅបន្ទប់ហើយគាត់មកដល់គឺគាត់ធ្វើឆ្អិនហ្មងកន្លែងការងារខ្ញុំលើកជាងការងាររឿងដែរតាំងបងប្អូនដូចថាខ្ញុំលើកម៉ោង5ជាងអីរំបាត់តុបបាត់អីហើយម៉ោង6ចឹងបងប្អូនដល់បន្ទប់ចឹងនឹកម៉ែនឹកដល់ណាបងប្អូនឆ្នាំនេះបានចោលទៅលេងគាត់ទេគាត់នៅតែភ្នាក់តាយាយចឹងបងប្អូនចាស់ហើយឡើយបន្ទាប់ពីខ្ញុំចេះរួចហើយក៏ខ្ញុំយកមកលាងសម្អាតទឹកសិនបងប្អូនសម្អាតពីបេះទឹកឲ្យរាងស្អាតហើយខ្ញុំដាំទឹកឲ្យស្រស់ដើម្បីឲ្យបន្លែដែលយើងនឹងឆ្អិនដែលយើងឆ្អិននេះចាំយើងយកទៅឆាទៀតចឹងបងប្អូនព្រោះបន្លែនេះបើយើងយកទៅឆាភ្លាមចឹងទៅវារឹងវាអត់ឆ្ងាញ់ចឹងបន្ទាប់ពីខ្ញុំស្រស់ទឹកចោលចឹងហើយខ្ញុំហាន់សាច់ជ្រូកសិនបងប្អូននេះខ្ញុំតែសាច់ជ្រូក3ជាន់មកបងប្អូនទិញ1គីឡូតាត់ហើយខ្ញុំក៏មកឆាបំពងដាក់ខ្ទឹមបងប្អូននេះដល់វាឆាបងប្អូននេះបន្លែយើងក៏ចាប់ផ្ដើមឆ្អិនហើយខ្ញុំឆាខ្ទឹមឲ្យរឿងឈ្ងុយហើយខ្ញុំក៏ចាប់ផ្ដើមដាក់គ្រឿងដូចជាមានស្ករសមានប៊ីចេងអីចឹងបងប្អូនដើម្បីឆាគ្រឿងឲ្យឈ្ងុយខ្ញុំចាក់សាច់ចូលបងប្អូននេះហូបនេះទាំងបងប្អូននេះខ្ញុំក៏បំពងខ្ទឹមឲ្យរឿងឈ្ងុយបញ្ចាក់សាច់ចូលដាក់សាច់កូរទៅកូរមកដើម្បីឲ្យសាច់រឿងឈ្ងុយបន្តិចហើយខ្ញុំក៏ដាក់គ្រឿងបន្ថែមបងប្អូននេះដូចជាប៊ីចេងស្ករអីថែមមកហើយទៅហើយបន្តមកទៀតគឺខ្វះបានគឺប្រេងក្រុមបងប្អូនហើយខ្ញុំដាក់ប្រេងក្រុមហើយខ្ញុំថែមទឹកត្រីទឹកអីចឹងបងប្អូនឆាគឺខ្វះបានគឺទឹកត្រីហើយដល់វាខ្ញុំដាក់បន្លែចូលបងប្អូននេះបន្លែនេះយើងស្រស់ឆ្អិនបងប្អូនចឹងហើយយើងនឹងឆាទឹកពេលយូរទៀតបងប្អូនព្រោះយើងឆាត្រឡប់ទៅត្រឡប់មកហើយគឺយើងខ្វះគ្រឿងអីយើងអាចថាថែមថយតាមនឹងបានបងប្អូនព្រោះបន្លែយើងឆ្អិនមុនហ្នឹងហើយព្រោះអីនេះដល់វាខ្ញុំដាក់ស្លឹកខ្ទឹមបងប្អូននេះដាក់ស្លឹកខ្ទឹមទៅហើយក៏ឲ្យស្លឹកខ្ទឹមយើងឆ្អិនបន្តិចបងប្អូនស្លឹកខ្ទឹមយើងឆ្អិនបន្តិចហើយក៏ចាប់ផ្ដើមយើងដួសដាក់ឆ្នាំងបងប្អូននេះដួសដាក់ចានក៏បានហើយបើបន្លែយើងច្រើនក៏យើងអាចដាក់ឆ្នាំងតិចតូចចឹងបងប្អូន